ចេះវិធីសាស្ត្រមួយនេះអាចជួយយើងកាត់ផ្ទៃរូបថតខាងក្រោយចេញហើយបដូរទៅដាក់ជាផ្ទៃរូបទេសភាពរូបភ្នំឬក៏រូបអ្វីផ្សេងទៀតដែលយើងចង់លាក់បាំងមិនឲ្យគេឃើញថាយើងថតនៅកន្លែងណាពិតអញ្ចឹងថ្ងៃនេះខ្ញុំនឹងណែនាំប្រាប់បងប្អូននៅវិធីសាស្ត្រមួយចំនួនដែលសំខាន់អាចជួយឲ្យយើងចេះពីវិធីកាត់រូបថតផ្ទៃខាងក្រោយចេញដោយទុកតែរូបយើងបានហើយនឹងរូបអ្នកដែលថតជាមួយយើងអាចបដូរផ្ទៃខាងក្រោយទៅដាក់រូបភាពទេសភាពរូបភ្នំឬក៏រូបតុក្កតាអីផ្សេងទៀតដែលលាក់បាំងពីកន្លែងដែលយើងថតពិតអញ្ចឹងអត់មានអស់លុយអីទាំងអស់បងប្អូនវិធីសាស្ត្រនេះណាអញ្ចឹងបងប្អូនចូលទៅតាមវីដេអូនេះជាមួយនាងខ្ញុំទាំងអស់គ្នាចាសុំពាក់កាសតិចសិនព្រោះអីចង់ស្ដាប់ចម្រៀងផងធ្វើការផងបានមានអារម្មណ៍ល្អហើយអត់ stress ទៀតចាហើយអត់រំខានគេទៀតណានេះជា model ថ្មីបងប្អូនចាជាប្រភេទកាសដែលប្រើ AI ហើយខ្ញុំប្រើហើយគឺថាសំឡេងព្រោះចាច្បាស់ល្អមែនតើហើយមានពណ៌សមានពណ៌ខ្មៅណាហើយថ្មគេមាន2ជាន់ទៀតបងប្អូនចានេះហើយ mode គេពាក់ដូចកវលអញ្ចឹងណានេះល្អប្រើមែនតើនេះពាក់ដូចកវលអត់ឈឺតិចណាអត់មានញុកចូលក្នុងរន្ធតិចដូច model មុនទេចានិយាយទៅគឺល្អប្រើហើយភ្ជាប់បានគ្រប់ប្រភេទទូរស័ព្ទទាំងអស់បងប្អូនណាចាល្អផលមែនតើនិយាយទៅពេលបើកឡានពេលជិះម៉ូតូធ្វើដំណើរតាមផ្លូវអីបើថាយើងចង់និយាយទូរស័ព្ទលើកទូរស័ព្ទយើងគួរតែប្រើកាស Bluetooth ទៅដើម្បីមានសុវត្ថិភាពពេលបើកបរអញ្ចឹងពេលដែលយើងមានគេតែមកយើងចុចលើកពីកាសហ្នឹងទៅយើងនិយាយពីកាសហ្នឹងទៅតែម្ដងវាសុវត្ថិភាពសម្រាប់យើងក៏ដូចជាអ្នកធ្វើដំណើរជាមួយយើងតាមដងផ្លូវអញ្ចឹងបងប្អូននឹងស្រាប់ហើយពេលដែលយើងនិយាយទូរស័ព្ទបើសិនយើងលើកទូរស័ព្ទមកនិយាយគឺថាខ្លាចចោលឆក់ចោលប្លន់គ្រោះថ្នាក់ចរាចរណ៍ច្រើនមែនតើបងប្អូនណាហើយយើងប្រើកាស Bluetooth ចាជ្រើសរើសកាសណាដែលថាមានថ្មច្រើនអញ្ចឹងបងប្អូនថ្មនៅតិចហ្នឹងថ្មនឹងប្រអប់នឹងផងហើយគេបំពាក់ដោយ AI សាកថ្មចូលស្វ័យប្រវត្តិហ្មងអញ្ចឹងយើងស្ដាប់ចម្រៀងផងយើងជិះធ្វើដំណើរតាមផ្លូវផងចាដើរហាត់ប្រាណធ្វើកាយអញ្ចឹងគឺថាអារម្មណ៍ល្អ stress អត់រំខានអ្នកដទៃទៀតអូខេអញ្ចឹងដំបូងឡើយអ្នកគ្នាត្រូវចូលមកកាន់ Facebook ហើយអ្នកគ្នាត្រូវ search រក page Asado របស់យើងផ្ទាល់អ្នកគ្នាមានតែមួយគត់អ្នកគ្នាវាយមកហើយនេះជា page របស់យើងដែលមាន logo ពណ៌ខ្មៅអ្នកគ្នាចំណាំបានណាមានអ្នកតាមដាន 146k ហើយនៅលើហ្នឹងយើងមានដាក់ link មួយគឺជា link group channel Telegram របស់យើងផ្ទាល់តែម្ដងអ្នកគ្នាចុចចូលក្នុងហ្នឹងបានឬក៏អស់ចុះមកខាងក្រោមបន្តិចនឹងឃើញយើង pin លើគេគឺជា QR code ដែលអាច scan ចូល channel ហ្នឹងបានប៉ុន្តែកុំឲ្យពិបាកអ្នកគ្នាចុចលើ link លើគេហ្នឹងមកដែលយើងដាក់ហ្នឹងអ្នកគ្នាចុចលើ link Q ហ្នឹងមកនឹងចូលមកកាន់ group channel Telegram របស់យើងដែលមានសមាជិក 10000 នាក់អញ្ចឹងអ្នកគ្នានេះគឺជា link កម្មវិធីកាត់តរូបភាពនិងវីដេអូមួយដែលកំពុងល្បីខ្លាំងដែរហើយកម្មវិធីនេះការពិតត្រូវប្រើបង់លុយប៉ុន្តែដោយសារពួកខ្ញុំមាន link free អ្នកគ្នាអាចប្រើមិនបាច់បង់លុយបានដោយគ្រាន់តែចុច download មកអញ្ចឹងការពិតគឺត្រូវបង់លុយទេតែដោយសារពួកខ្ញុំមាន file នឹង free អញ្ចឹងអ្នកគ្នាចុចលើកន្លែង file ហ្នឹងដើម្បីវាចុច load download ចឹងសិនណារងចាំវាមួយផ្លែតដើម្បីឲ្យ download សិនទៅតាមអ៊ីនធឺណិតអ្នកគ្នាលឿនយឺតអញ្ចឹងក្រោយពីចុច download ហើយអ្នកគ្នាឃើញទេអញ្ចឹងយើងចុចកន្លែងចុច3នេះចុចលើហ្នឹងមកវានឹង load ពាក្យ install ឃើញទេអញ្ចឹងយើងចុចពាក្យ install ហ្នឹងមួយទៀតហើយបន្ទាប់មកចុះមកក្រោមចុចពាក្យ install anyway ហ្នឹងមកហើយរងចាំមួយផ្លែតដើម្បីឲ្យវាដំឡើងចូលមកក្នុងទូរស័ព្ទដៃរបស់យើងអូតូតែម្ដងណាខ្ញុំអត់ចង់ឲ្យអ្នកគ្នាចុច search ទេកាលណាយើង searchយើងដំឡើងក្នុង Play Store ត្រូវបង់លុយយល់ទេអ្នកគ្នាអូខេអញ្ចឹងហើយអញ្ចឹងយើងចុចពាក្យ down ក៏បានចុចពាក្យ open ក៏បានអញ្ចឹងខ្ញុំចុចពាក្យ open ហើយបន្ទាប់មកដល់កន្លែងនេះភ្លាមអ្នកគ្នាបើឃើញកន្លែងផ្ទាំងនេះអ្នកគ្នាចុចកន្លែងក្រហមទៅពាក្យក្រហម no saying ហ្នឹងអូខេអញ្ចឹងយើងថ្ងៃនេះយើងរៀនពីការកាត់រូបភាពផ្ទៃខាងក្រោយអញ្ចឹងយើងចុចលើ photo ហើយយើងចុចពាក្យ allow មកបន្ទាប់មកទៀតយើងចូលមករើសរូបភាពមួយដែលយើងចង់កាត់រូបភាពណាមួយដែលយើងចង់កាត់លើខ្ញុំឧទាហរណ៍រូបរបស់ខ្ញុំមួយហើយមកដល់កន្លែងនេះអ្នកគ្នាត្រូវមើលនៅ function ខាងក្រោមនេះរូបរបស់យើងណាចុចមើល function ខាងក្រោមអស់ទៅរកពាក្យ cut out រុញវាទៅមុខទៅហ្នឹងហើយរុញវាទៅហើយអ្នកគ្នានឹងឃើញនេះហើយនេះឲ្យរូបគេដាក់ cut out រូបមនុស្សហ្នឹងណាចុចលើហ្នឹងមកហើយបន្ទាប់មកទៀតចាំមកស្ទុះវាកាត់ឲ្យឃើញអត់លយមែនតើ AI កម្មវិធីនេះគឺអែមហ្មងឃើញទេបន្ទាប់ពីកាត់ហើយអ្នកគ្នាចុចពាក្យគ្រីសហ្នឹងមកហើយបន្ទាប់មកទៀតអ្នកគ្នាអស់មកខាងក្រោមរកពាក្យ background នោះឃើញទេចុចលើហ្នឹងមកដើម្បីអីយើងទៅបដូរផ្ទៃខាងក្រោយមិនអញ្ចឹងណាគេមានរបស់គេស្រាប់នៅហ្នឹងហ្មងនេះអាជួរទី1នេះគឺពណ៌អញ្ចឹងដាក់ background ពណ៌អីខៀវក្រហមខ្មៅអីចឹងដូរមកហើយចុះមកខាងក្រោមទៀតគេមាន mix ពណ៌អីចឹងណាចង់ស្រឡាញ់អីគឺដាក់អាហ្នឹងមកចង់កុំឲ្យគេដឹងយើងថតនៅតាណាអញ្ចឹងណាមានទេសភាពមាន emoji មានអីអូយច្រើនណាស់គ្នានេះអារូបស្រាប់គេដាក់ឲ្យយើងណារើសមកស្រឡាញ់មួយណាហើយបើថាយើងអត់ចង់ពេញចិត្តនៅហ្នឹងទេយើងចង់រើសរូបភាពខ្លួនឯងដែលយើងចង់ដាក់នៅក្នុង photo របស់យើងចុចអាកន្លែងនោះកន្លែងរូបទេសភាពហើយអា function លើគេនេះគឺសម្រាប់ blur យើងចង់ឲ្យ background យើង blur ខាងក្រោយក៏ចង់អត់ចង់ឲ្យគេឃើញស្អីខាងក្រោយយើងថតមួយអ្នកណាអីភាសឹកតាណាអីអញ្ចឹងណាលុបទៅអូខេ
អានេះយើងដាក់ blur ហើយបើមួយទៀតយើងចង់យករូបភាពរបស់យើងមកតែម្ដងយើងចុចកន្លែងនេះអញ្ចឹងអ្នកគ្នាឥឡូវខ្ញុំចុចយករូបនេះមួយហើយចុច select មកឃើញទេហើយបន្ទាប់មកអ្នកគ្នាអាចយកម្រាមដៃចុចលើរូបរបស់យើងមក zoom ចូលទូចធំអីបានតាមអ្វីដែលយើងស្រឡាញ់ណាហើយ function ខាងក្រោមនេះចង់ទៅសេអក្សរថែមក៏បានធ្វើអីទៀតក៏បានដែរខាងក្រោមហ្នឹងអ្នកគ្នាសិក្សាបន្ថែមណាខាងក្រោមហ្នឹងធ្វើអីទៅហើយបន្តមកទៀតពេញចិត្តហើយចុចពាក្យ save ខាងលើអូខេ save ហើយណានោះ save ហើយមានសញ្ញាគ្រីស Q ហ្នឹងឥឡូវយើងចង់ដឹងយើងទៅមើលនៅក្នុងរូបថតរបស់យើងវិញចូលមកកន្លែង generate ឃើញទេនេះហ្នឹងរូបមិញហ្នឹងហើយចង់ផុសអីផុសទៅអូខេប៉ុណ្្នឹងឯងអ្នកគ្នាអរគុណច្រើនបងប្អូនសង្ឃឹមថាវីដេអូនេះជួយជាប្រយោជន៍ដល់បងប្អូនច្រើនអញ្ចឹងសង្ឃឹមថាបងប្អូនជួយ share ចែករំលែកចំណេះដឹងនេះទៅមនុស្សបន្តទៀតអរគុណ